ថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាឲ្យចេះពីរបៀបការផុសវីដេអូ page បាទផុសនៅក្នុង page ផុសដែលលក្ខណៈប្រភេទជាវីដេអូតម្រងជ្រុងដែលបងប្អូនល្បីតាមតគ្នានឹងប្រភេទជាវីដេអូបែបនេះបងប្អូននឹងចង់ចេះផុសបែបហ្នឹងអត់កុំភ្លេចមើលវីដេអូនេះដល់ចប់បងប្អូននឹងចេះផុសទាំងអស់គ្នាបាទជាដំបូងបងប្អូនចូលមកកាន់ជ្រុំមកបាទពេលដែលបងប្អូនចូលមកកាន់ជ្រុំហើយបងប្អូនវាយពាក្យអក្សរដូចបាទខ្ញុំដាក់ខាងលើហ្នឹងមកបាទដែលខ្ញុំចុចហ្នឹងបងប្អូនវាយតាមហ្នឹងមកបាទភាសាអង់គ្លេសខ្ញុំមិនសូវចេះដែរទេអញ្ចឹងបងប្អូនចុចតាមហ្នឹងមកពេលបងប្អូនវាយបានបងប្អូនចុច connect ទៅលើកម្មវិធីមួយហ្នឹងបាទបន្តមកទៀតពេលដែលចូលមកដល់ទម្រង់បែបនេះបងប្អូនបាទ scroll វាទៅឡើងលើទាំងអស់មកបាទ scroll វាមកដល់កន្លែងទម្រង់បែបនេះនេះដូចកន្លែងខ្ញុំចុចហ្នឹងបាទមកដល់កន្លែងហ្នឹងមកបងប្អូនចុចវាចូលហើយវាមិនចេញទម្រង់បែបនេះវាកំពុងតែដំណើរការយើងដើម្បីដាក់វីដេអូចូលបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនបញ្ជាក់ចុច connect ជាមួយនឹង account Facebook យើងហើយមកបាទយើងអាចចុចជាមួយនឹង page បានអញ្ចឹងបងប្អូនចុចតាមខ្ញុំហ្នឹងមកបាទយើងជ្រើសរើសវីដេអូបន្តមកទៀតយើងចុច upload video មកបាទយើងរងចាំវាកន្លែងហ្នឹងដល់នាទីពេញពេលដែលនាទីដល់ហ្នឹងគ្រប់100បាទដល់គ្រប់100បងប្អូនបាទពេលរៀងយូរតិចបងប្អូនកន្លែងហ្នឹងដោយសារវាត្រូវការទាមទារអ៊ីនធឺណិតខ្ពស់អញ្ចឹងមកវាលោតឲ្យបាទពេលនេះបាទចូលហើយពេលដែលវាដើរលោត100ពេញគឺវានឹងដើរក្នុងបែបហ្នឹងហើយបាទបន្តមកទៀតពេលដែលវាដើរកន្លែងបែបហ្នឹងហើយបន្តមកវាក៏ចូលមកដល់ក្នុងបែបនេះបាទពេលដែលវាចូលមកដល់កន្លែងហ្នឹងហើយយើង scroll វាទៅឡើងលើបន្តទៀតមកយើងជ្រើសរើសរូបថតណាមួយស្លាកសិនបាទឥឡូវខ្ញុំចុចជ្រើសរូបនេះបាទហើយខ្ញុំក៏ scroll វាឡើងលើបាទហើយបន្តមកទៀតយើងជ្រើសរើស page យើងជ្រើសរើសយក page មកយើងចង់ផុសចូល page មួយណាបាទអញ្ចឹង page របស់ខ្ញុំគឺមាន2ខ្ញុំជ្រើសរើសយក page Pro Liho នេះបាទហើយខ្ញុំក៏បានដាក់ចំណងជើងចូលយើងវាចំណងជើងមកយើងស្រឡាញ់បែបណាយើងដាក់បែបហ្នឹងមកចំណាប់អារម្មណ៍យើងបែបណាឬក៏វីដេអូនឹងប្រភេទបែបណាយើងវាចំណងជើងតាមបែបហ្នឹងដោយសារប្រភេទវីដេអូរបស់ខ្ញុំវាប្រភេទជាកំសាន្តយើងចោះដើរលេងអញ្ចឹងទៅបាទខ្ញុំក៏សរសេរជាបែបនេះបាទយើងដាក់យកមកតាមម្ដងមកដោយសារទីមួយយើងចំណងជើងយើងក៏បានរៀបចំវាឲ្យស្អាតដែរអញ្ចឹងយើងក៏បានចុចរៀបចំវាយកតាមម្ដងមកទៀតយើងក៏បានលេងម៉ូដជាមួយនឹងចំណងជើងខ្លះបាទហើយកន្លែងនេះយើងចុច like page មកយើងបាក់មកចេះតែយើងចង់ដាក់ទេយើងដាក់បែបណាក៏បានដែរបាទហើយយើងមើលឲ្យអញ្ចឹងទៅបាទរៀបចំឲ្យអញ្ចឹងទៅយើងក៏បានចុច upload វាតែម្ដងមកផុសយកតែម្ដងគឺតែប៉ុណ្្នឹងទេគឺងាយទេបាទបងប្អូន upload វាកន្លែងឲ្យវាដើរពេញសិនមកពេលដែលវា load ពេញបាទវាក៏ load មកអូខេបែបហ្នឹងហើយបញ្ជាក់ tool នេះគឺក្នុងមួយថ្ងៃផុសបានតែម្ដងតាមវីដេអូទេណាប្រិមិត្តបាទកុំភ្លេចច្រឡំថាអូផុសបានតែម្ដងរកផុសម្ដងទៀតទៅវិញបាទគឺផុសកាទេនេះគឺជា tool free អញ្ចឹងគឺមួយថ្ងៃផុសបានតែមួយវីដេអូទេបាទដូចជាខាងលើនេះគេដាក់អញ្ចឹងនេះមួយថ្ងៃផុសបានតែម្ដងទេបើមិនចាំផុសម្ដងទេតែផុសថ្ងៃស្អែកបាទអរគុណតោគេដឹងអស់ហើយតាលុ